បើក្បាលវីដេអូមកថ្ងៃនេះខ្ញុំស្លំជូរភ័យបងប្អូនស្លំជូរភ័យគ្រឿងផ្សំរបស់ខ្ញុំមានត្រីមានតកួនមានត្រាប់មានម្ទេសហើយនិងម្ដេងគល់ស្លឹកគ្រៃខ្ទឹមលក្ខូចសោចហើយប្រហុកហើយនិងអំបិលទុំបងប្អូនជាដំបូងខ្ញុំដាក់ឆ្នាំងឲ្យក្តៅឆ្នាំងសិនមកហើយខ្ញុំដាក់ប្រេងឆាចូលបងប្អូនបន្ទាប់ពីដាក់ប្រេងឆាចូលហើយបងប្អូនដាក់គ្រឿងម្ដេងគល់លក្ខូចសោយខ្ទឹមហើយល្ងមៀតហើយនឹងដាក់ចូលក្នុងនឹងហើយលីងវាឲ្យសព្វឲ្យវាឈ្ងុយបងប្អូនលីងវាទុកមកធូរសិនទៅហើយបងប្អូនចាំដាក់ប្រហុកចូលចំណែកប្រហុកយើងក៏ដូចគ្នាបងប្អូនលីងវាឲ្យសាបសាច់ជាមួយនឹងគ្រឿងដែលយើងកំពុងតែលីងនឹងដែរទៅបងប្អូនបន្ទាប់ពីលីងប្រហុកឲ្យឈ្ងុយជាមួយនឹងគ្រឿងហើយបងប្អូនដាក់សាច់ត្រីចូលលីងជាមួយនឹងគ្រឿងដែលយើងកំពុងតែលីងនឹងទៅបងប្អូនដាក់លីងសាច់ត្រីនឹងជាមួយនឹងគ្រឿងនឹងហើយបងចាំដាក់ទ្រាប់ហើយនឹងម្ទេសយើងចូលមកទុកឲ្យវាចេញជាតិទឹកសិនទៅគ្របទុកសិនទៅបងប្អូនគ្របឲ្យវាជាតិទឹកជាតិអីហើយចាំបងប្អូនដាក់ទឹកអំបិលទុំចូលណាចំពោះសាឡមជូរភ័យនឹងណាគេយកគ្រឿងជូរហើយនឹងប្រៃហើយនឹងហឹរតិចសម្រាប់បងតែគាត់ចូលចិត្តហឹរដាក់ខ្លាំងទៅតែខ្ញុំអត់សូវចូលចិត្តហឹរទេអញ្ចឹងខ្ញុំដាក់មកល្មមនឹងហើយបន្ទាប់ពីយើងដាក់អំបិលហើយយើងចាប់ផ្ដើមដាក់ស្ករប៊ីចេងទឹកត្រីអីលាយផ្សំគ្រឿងតាមហ្នឹងមកបន្ទាប់មកបងប្អូនទុកឲ្យវាចូលជាតិគ្នាបន្តិចសិនទៅចាំយើងដាក់ទឹកឲ្យបង្ងាស់វាឲ្យវាចេញជាតិជូរឲ្យល្អពេញឆ្នាំងអញ្ចឹងណាបងប្អូនឃើញថាខ្ញុំដាក់ទឹកហើយខ្ញុំដាក់មកល្មមមកសមរម្យហើយខ្ញុំទុកមកងាស់ឲ្យវាពុះសិនមកខ្ញុំភ្លក់មើលថាល្មមនៅគ្រឿងវាប៉ុណ្ណឹងបាននៅហើយក៏ខ្ញុំចាប់ផ្ដើមដាក់តកួនចូលហ្នឹងបងប្អូនកុំដាក់យូរពេកដោយសារតកួនយើងឆាប់ឲ្យលួយយើងដាក់តាមមួយស្បកអីមួយសធុះមកលើកវាចុះខំវិញមកហើយតទុកយូរទៅវាឲ្យលួយអត់ឆ្ងាញ់ទេហ្នឹងហើយបន្ទាប់ពីយើងដាក់តកួនហើយយើងបង់ម្រះព្រៅចូលមកស្លយើងងាយរួចជាការស្រេចអត់មានពិបាកអីធ្វើសាឡមជូរភ័យហ្នឹងងាយស្រួលអត់យូរទៀតបងប្អូនឆាប់បានញ៉ាំ